ហេតុការណ៍ជាច្រើនលើពីការយល់របស់មនុស្សអាចកើតឡើងគ្រប់ពេលវិញ្ញាណសន្តានគឺគ្មានទេការដែលមិនអើពើវិញ្ញាណសន្តានដែលបានបញ្ជាក់រួចក៏ជាទង្វើឃាតកម្មដែរនេះត្រឹមជាដូនជីម្នាក់សោះលោកឪខឹងខុសហើយពីមុនមានករណីមួយផ្សេងដែលស្រដៀងគ្នានឹងករណីក្មេងនេះដែរលោកឪធ្លាប់ឮពីវិញ្ញាណកំណាចទាំង12ដែរទេមើលទៅដូនជីមានឈ្មោះពិសេសមួយទៀតគឺដូនជីអាគមងងឹតជាគ្រូខ្មោចទេបើពិធីបណ្ដេញវិញ្ញាណអាចជួយបាននោះយើងមានអីត្រូវស្ទាក់ស្ទើរទៀតដូនជីការធ្វើពិធីបណ្ដេញវិញ្ញាណនេះមានវិន័យតែមួយគត់វិញ្ញាណបិសាចកំណាចឆាប់ចេញពីខ្លួនគេភ្លាម